បាទជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកឆ្លើយតបឆ្លើយតបទៀតបងប្អូនឆ្លើយតបមួយមតិយោបល់អរគុណមែនទែនដែលបងប្អូនតែងតែមានមតិយោបល់ជុំវិញវីដេអូខ្ញុំកន្លងមកបាទលើ YouTube បងប្អូនអូខេតែមុននឹងឆ្លើយតបថ្ងៃនេះឆ្លើយតបជុំវិញបងប្រុសមួយគាត់ថាឲ្យខ្ញុំនិយាយជុំវិញរឿងគុណវិបត្តិលើឡានអគ្គិសនីបាទគុណវិបត្តិលើឡានអគ្គិសនីហើយបងប្រុសមួយទៀតឲ្យខ្ញុំឆ្លើយឆ្លងឲ្យខ្ញុំពិភាក្សាជុំវិញរឿងគ្រឿងបន្លាស់ឡានអគ្គិសនីផងដែរបកស្រាយរឿងគ្រឿងបន្លាស់បាទមុនទៅវីដេអូហ្នឹងខ្ញុំសុំជូនហ្មងបងប្អូនណាថ្ងៃមុនខ្ញុំឲ្យបងប្អូន5ចំណុចទៅលើមូលហេតុអីដែលបងប្អូនគួរតែប្រើឡានអគ្គិសនីថ្ងៃនេះឲ្យ5ចំណុចទៀតតែឲ្យ5ចំណុចថាមូលហេតុអីដែលបងប្អូនមិនគួរប្រើឡានអគ្គិសនីបាទបងប្អូនណាខ្លះដែលនៅក្នុងក្រុមអ្នកដែលមិនគួរប្រើឡានអគ្គិសនីបាទ at the same time ខ្ញុំឆ្លើយតបជាមួយនឹងcomment បងទាំងពីរអ្នកតែម្ដងបាទអូខេមុននឹងទៅវីដេអូសូមជួបម្ចាស់ឧបត្ថម្ភវីដេអូធំមួយបាទម្ចាស់ឧបត្ថម្ភវីដេអូធំគឺឃ្លាំងរថយន្ត MK បងប្អូនឃ្លាំងរថយន្ត MK បច្ចុប្បន្នមានទីតាំងនៅក្រោយ Intercon ជាប់ឃ្លាំងជាប់ផ្ទះអ្នកអញ្ញាហ៊ុនតូនៅលើផ្លូវ430កែង205បងប្អូនមកតាមផ្លូវក្រោយប៉េរូស៊ីហ្នឹងឃើញនៅខាងឆ្វេងដៃបាទអូខេបាទមកថាពេលយូរតោះខ្ញុំឲ្យ5ចំណុចតើបងប្អូនណាខ្លះដែលមិនគួរប្រើឡានអគ្គិសនីមួយនោះគឺបងប្អូនដែលអត់ទាន់មានលំនៅឋានច្បាស់លាស់លំនៅឋានគឺថាបងប្អូនជាពិសេសបងប្អូនដែលប្រើលំនៅឋានបែប condo ណាអូខេបងប្អូនប្រើលំនៅឋានបែបផ្ទះជួលអូខេនៅជាន់លើអត់មានកន្លែងសាកត្រឹមត្រូវបងប្អូនខ្ញុំអត់លើកទឹកចិត្តមែនអូខេព្រោះខ្ញុំមានបទពិសោធន៍មានមិត្តភ័ក្តិគាត់ប្រើឡានអគ្គិសនីប៉ុន្តែគាត់នៅ condo នៅពេលដែលគាត់ប្រើឡានអគ្គិសនីគាត់នៅ condo លំបាកអូខេត្រូវសុំភ្លើងក្រុមហ៊ុនទៅសុំភ្លើងម្ចាស់ condo នឹងដាក់តឆ្នាំងសាកតអីឈឺក្បាលអញ្ចឹងកុំតណាអីបងប្អូនមានលំនៅឋានដែលអាច install ឆ្នាំងសាកបានអាចដំឡើងឆ្នាំងសាកខ្លួនឯងបានអាហ្នឹងមិនគួរប្រើបាទវាលំបាកបើបងប្អូនទៅសាកនៅលើអាច fast charge រហូតវាប៉ះពាល់អគុយយើងដែរអូខេអញ្ចឹងយើងអត់គួរប្រើឡានអគ្គិសនីនៅពេលដែលគណៈដែលយើងអត់ទាន់មានកន្លែងសាកខ្លួនឯងផ្ទាល់ហើយជឿខ្ញុំបងប្អូនសាកតិចមែនតើនៅលើសាធារណៈដូចខ្ញុំផ្ទាល់បទពិសោធន៍គឺបើសាកធ្លាប់ប្រើឡានអគ្គិសនីកន្លងមកខ្ញុំសាកមក2ដងគាត់សាកនៅសាធារណៈបងប្អូនសាកតែ2ដងទេអូខេណាអញ្ចឹងបើបងប្អូនកំពុងនៅ condo បងប្អូននៅក្នុងផ្ទះជួលអូខេជាន់លើជាពិសេសកុំតណាប្រើឡានអគ្គិសនីប្រើឡានសាំងទៅបាទអូខេមួយទៀតបងប្អូនអាចចូលចិត្តដឹកច្រើនណាអ្នកប្រើឡានដឹកអូខេអ្នកបច្ចុប្បន្នក៏ប្រើឡាន pickup truck អញ្ចឹងក៏ចង់ដូរទៅឡានអគ្គិសនី pickup truck ណាអូខេឡានដឹកបងប្អូនក៏អត់គួរដែរអូខេព្រោះឡានអគ្គិសនីនៅពេលដែលយើងដឹកធ្ងន់អូខេឡាន pickup truck ទូទៅតាក់ខ្យល់ជាងរត់លឿនតាក់ខ្យល់ខ្លាំងអញ្ចឹងស៊ី range បងប្អូនច្រើនណាស់ហើយនេះគឺជាមូលហេតុមួយរបស់ Ford បាទបងប្អូនអាចស្គាល់ក្រុមហ៊ុន Ford Lightning គឺជាប្រភេទ Ford F150 ដែល Ford F150 ហ្នឹងគឺ Ford F150 ហ្នឹងគឺ Ford pickup truck Ford ធំហ្នឹងតែប្រើអគ្គិសនីសុទ្ធអញ្ចឹងតែមិនអត់ជោគជ័យទេ Ford pickup truck ហ្នឹងបាទអូខេអញ្ចឹងអ្នកដែលចូលចិត្តដឹកច្រើនត្រូវការដឹកច្រើនអត់គួរប្រើឡានអគ្គិសនីទេទី2បាទទី3បងប្អូនដែលគាត់មានធរៈបតនញឹកញាប់អូខេមុខរបរគាត់ឬក៏ការងាររបស់គាត់ពីច្រើនគឺត្រូវការបតនណាបងប្អូនដូចថាគាត់ត្រូវឡើងខេត្តភ្លាមគាត់ត្រូវមានការងារភ្លាមអត់មានផែនការមុនបងប្អូនដែលការងារដែលសកម្មភាពមុខរបររបស់បងប្អូនដែលត្រូវការបតនអត់ចាំបាច់ planning ណាអូខេអញ្ចឹងអត់គួរប្រើឡានអគ្គិសនីទេអូខេអត់គួរទេអូខេកុំប្រើឡានអគ្គិសនីអញ្ចឹងនឹងលំបាកអូខេព្រោះឡានអគ្គិសនីបងត្រូវរៀបចំផែនការទុកមុនអ្នកមានផែនការទុកមុនអូខេឧទាហរណ៍ថាឥឡូវត្រូវទៅបាត់ដំបងត្រូវទៅមណ្ឌលគិរីត្រូវទៅសៀមរាបអីភ្លាមកុំប្រើឡានអគ្គិសនីអូខេនឹងជួបផលលំបាកបាទនឹងជួបផលលំបាកទី4បាទទី4អូខេឆ្លៀតឆ្លើយឆ្លើយសំណួរបងប្រុសនិយាយមិនផងបាទជុំវិញអគុយបងប្អូនដែលបារម្ភថាឡានអគ្គិសនីខូចអគុយឆាប់ខូចអគុយញឹកញាប់អញ្ចឹងជាងការ
ចំពោះខ្ញុំគឺ50-50 ឯងអូខេ50-50 ឯងព្រោះតាមបទពិសោធន៍របស់ខ្ញុំតាមអ្វីដែលខ្ញុំស្រាវជ្រាវ lithium ion phosphate battery ណាអាគុយប្រភេទ lithium blade battery ហ្នឹងគឺរង្វិលជុំរបស់វាបានដល់ទៅ 3000 ទៅ 5000 ជុំបានដល់ទៅ 3000 ទៅ 5000 ជុំអញ្ចឹងបើយើងយក 3000 ចុះតិចបំផុត 3000 ហើយជាទូទៅបើតាមខ្ញុំស្មានមកពុតប្រើឡើងអគ្គិសនីសុទ្ធអគ្គិសនីសុទ្ធដែលជីបានដូច dipole S05 ដូចion I60 មកជីបានជាង600គីឡូបាទបងប្អូនជីបានជាង600គីឡូអញ្ចឹងនៅពេលបងប្អូនជីបានជាង600គីឡូខ្ញុំគិតថាយ៉ាងហោចណាស់ក៏បងប្អូនជីបានមួយអាទិត្យដែរណាអញ្ចឹងមួយអាទិត្យមួយជុំចុះយើងនិយាយមួយអាទិត្យមួយជុំចុះអញ្ចឹងយក7ថ្ងៃគុណនឹង 3000 ជុំវាបានដល់ដល់ 21000 ថ្ងៃអូខេ 21000 ថ្ងៃអូខេវាយអន់បំផុតណា 21000 ថ្ងៃឧទាហរណ៍បើខ្ញុំចែកនឹង365ថ្ងៃអូខេយក 21000 ថ្ងៃហ្នឹងមកចែកមួយ365ថ្ងៃគឺបានដល់ទៅ57ឆ្នាំទោះថាយើងប្រើបានទេឡានមួយ57ឆ្នាំតែអន់បំផុតក៏បាន20ឆ្នាំដែរអាគុយហ្នឹងអូខេចែក2ចុះអូខេអញ្ចឹងអ្នកដែលបារម្ភជុំវិញអាគុយអត់គួរបារម្ភច្រើនពេកទេអត់គួរបារម្ភហើយទទួលស្គាល់មានឡានដែលខូចអាគុយ2ឆ្នាំខូចអាគុយក៏មានដែរបាទមិនមែនអត់ទេតែបើបងប្អូនប្រើតាម standard របស់អាគុយប្រើតាមការណែនាំរបស់តាមបច្ចេកទេសរបស់គេទៅមិនងាយខូចទេបងប្អូនទទួលស្គាល់ឡានអាគុយឡានអគ្គិសនីគឺធ្លាក់បងប្រុសមួយគាត់ថាអាគុយនឹងធ្លាក់រៀងរាល់ឆ្នាំត្រឹមត្រូវអត់ខុសទេបងអាគុយឡានអគ្គិសនីនឹងធ្លាក់រៀងរាល់ឆ្នាំគឺចន្លោះពី 1.5% ទៅ 2.5% អញ្ចឹងបើ10ឆ្នាំបងប្រហែលធ្លាក់អស់ 10% យ៉ាងថាតាមមួយឆ្នាំធ្លាក់ 2% ប៉ុន្តែបច្ចុប្បន្នឡានរបស់ខ្ញុំប្រើសាករហូតអត់តធ្លាក់ទេមួយឆ្នាំជាងហើយអញ្ចឹងថាធ្លាក់ 2% ចុះធ្លាក់ 2% បើយើងគិតទៅមួយឆ្នាំធ្លាក់ 2% 10ឆ្នាំធ្លាក់ 20% អូខេអញ្ចឹងបើឡានយើងជីបាន600គីឡូក៏ជីបានប្រហែលជា400ជាងគីឡូដែរបាទអញ្ចឹងមិនតខូចទេបាទអញ្ចឹងជុំវិញអ្នកដែលបារម្ភរឿងអាគុយអាចពិចារណាឡានសាំងដែរអូខេឡានសាំងដែរអូខេអញ្ចឹងតែខ្ញុំដូចខ្ញុំជំរាបបងប្អូនអញ្ចឹងគឺវានៅមានចន្លោះប្រហោងដែរហើយមួយទៀតអ្នកដែលបារម្ភពីគ្រឿងបន្លាស់ក៏អត់គួរប្រើឡានអគ្គិសនីដែរអូខេគ្រឿងបន្លាស់តែបើតាមជាក់ស្ដែងបទពិសោធន៍ខ្ញុំផ្ទាល់អ្វីដែលគួរបារម្ភនៅពេលដែលបងប្អូនទិញខុស brand ទិញខុស model អញ្ចឹងបាទខ្ញុំលើកទឹកចិត្តឲ្យម្ដងទៀតបងប្អូនទិញឡានអគ្គិសនីបងប្អូនត្រូវទិញឡានអគ្គិសនីដែលផ្ទុះក្នុងទីផ្សារអូខេមូលហេតុអីគេឧទាហរណ៍ចុះឧទាហរណ៍Mazda EZ6 ណា Mazda EZ6 វាផ្ទុះនៅទីផ្សារអូខេផ្ទុះនៅទីផ្សារបើខ្ញុំជាអ្នកលក់គ្រឿងបន្លាស់ដោយសារឡាននឹងវាច្រើនហើយនៅលើទីផ្សារខ្ញុំក៏ទិញគ្រឿងបន្លាស់ Mazda EZ6 យកមកលក់ឲ្យបងប្អូនដែរអញ្ចឹងបច្ចុប្បន្ននេះមានបញ្ហាគ្រឿងបន្លាស់ Mazda EZ6 បងប្អូនតើរកមាននៅស្រុកខ្មែរមានហ្មងបាទតែមុនបាយស្តុបមួយក៏មានដែរនៅស្រុកខ្មែរបាយស្តុបបាទអត់ខ្វះទេអញ្ចឹងបងប្អូនត្រូវទិញឡានណាដែលផ្ទុះនៅលើទីផ្សារតែបើបងប្អូនចង់ទិញអាថ្លៃខុសគេអាហ្នឹងអាចបារម្ភនឹងគ្រឿងបន្លាស់ហើយអត់គួរទេបើបងប្អូនចង់ទិញឡានអគ្គិសនីឲ្យទិញអាឡានថ្លៃខុសគេអត់មានអ្នកណាជិះមានតែយើងជិះម្នាក់ឯងអាហ្នឹងអាចនឹងគ្រោះថ្នាក់ទី1គឺយើងពិបាករកគ្រឿងបន្លាស់ហ្នឹងឯងទី2គឺតម្លៃវិញតម្លៃពេលលក់វិញក៏អត់ស្មានអ្នករកទិញដែរដោយសារវាចម្លែកខុសគេអញ្ចឹងបងប្អូនណាអញ្ចឹងខ្ញុំមានប៉ុណ្ណឹងជូនបងប្អូន5ចំណុចទី1គឺបងប្អូនដែលប្រើឡានអគ្គិសនីបច្ចុប្បន្នស្នាក់នៅតាមខុនដូតាមផ្ទះជួលអីចឹងទៅអូខេទី2គឺអ្នកចូលចិត្តដឹកច្រើនអូខេទី3អ្នកដែលអត់មានផែនការច្បាស់លាស់ត្រូវទៅប្រុចអូខេទី4គឺអ្នកដែលបារម្ភរឿងអគុយទី5គឺអ្នកដែលបារម្ភរឿងគ្រឿងបន្លាស់អូខេខ្ញុំមានតែប៉ុណ្្នឹងហើយបងប្អូនអរគុណច្រើនអូខេដែលបានតាមដានវីដេអូខ្ញុំកន្លងមកហើយអ្នកដែលមិនទាន់ subscribe កុំភ្លេច subscribe អូខេដើម្បីបានទទួលវីដេអូអញ្ចឹងទៀតអរគុណបាទជំរាបលាជួបគ្នានៅវីដេអូក្រោយ